សួស្តីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីចន្លោះមិនឃើញចន្លោះមិនឃើញគឺយើងត្រូវប្រើសម្រាប់ខណ្ឌចែកពាក្យយើងត្រូវវាយបន្ទាប់ពីពាក្យនីមួយៗឧទាហរណ៍ឃ្លាមួយដែលយើងថាខ្ញុំទៅសាលារៀនខ្ញុំទៅសាលារៀនគឺផ្សំឡើងដោយ3ពាក្យគឺពាក្យខ្ញុំពាក្យទៅនិងពាក្យសាលារៀនបើសិនជាយើងមិនប្រើចន្លោះមិនឃើញទេនោះវានឹងចេញ check spelling នៅពីខាងក្រោមគឺថាពាក្យហ្នឹងមិនត្រឹមត្រូវទេហើយដើម្បីខណ្ឌចែកពាក្យឬក៏ផ្ដាច់ពាក្យយើងត្រូវប្រើចន្លោះមិនឃើញនៅក្នុងចន្លោះពាក្យខ្ញុំនឹងទៅនឹងចន្លោះពាក្យទៅនិងពាក្យសាលារៀនព្រោះថាពាក្យខ្ញុំគឺមួយពាក្យពាក្យទៅគឺមួយពាក្យនិងពាក្យសាលារៀនគឺមួយពាក្យផ្សេងទៀតដូច្នេះយើងត្រូវការធ្វើផ្ដាច់ពីវាដោយចន្លោះមិនឃើញដូចជាពាក្យសាលារៀននេះគឺតែមួយពាក្យទេប៉ុន្តែយើងមិនត្រូវផ្ដាច់ពាក្យសាលានិងពាក្យរៀនផ្សេងទេព្រោះថាសាលារៀនគឺជាពាក្យតែមួយឧទាហរណ៍ជាក់ស្ដែងខ្ញុំមានអត្ថបទមួយឧទាហរណ៍បើសិននេះគឺជាអត្ថបទដែលខ្ញុំមិនទាន់បានខណ្ឌចែកពាក្យឬក៏ផ្ដាច់ពាក្យដូច្នេះចន្លោះមិនឃើញយើងត្រូវប្រើនេះនៅពេលដែលយើងមិនទាន់ប្រើចន្លោះមើលមិនឃើញសំទោសចន្លោះមិនឃើញនៅពេលដែលយើងមិនទាន់ប្រើវានឹងបង្ហាញនៅ check spelling ក្រហមមានក្រមមានន័យថាពាក្យមិនទាន់ផ្ដាច់ទេឬក៏នៅខុសនៅឡើយទេអញ្ចឹងខ្ញុំនឹងធ្វើការផ្ដាច់ពាក្យដោយខ្ញុំប្រើ space bar ឬក៏ចន្លោះមិនឃើញពាក្យថាចន្លោះគឺមួយពាក្យមិនឃើញសំទោសមិនមួយពាក្យឃើញមួយពាក្យពាក្យត្រូវបានគេប្រើនៅពេលដែលខ្ញុំបានប្រើចន្លោះមិនឃើញវានឹងបង្ហាញថាពាក្យនឹងត្រឹមត្រូវហើយពាក្យ13ពាក្យជាប់និងផ្នែកខាងក្រោមពាក្យដូចជាពាក្យករណីយើងវាយឈ្មោះនេះវានឹងធ្វើការផ្ដាច់មួយពាក្យគឺមួយបន្លោះមួយពាក្យមួយបន្លោះមួយពាក្យហើយដើម្បីបិទឬបើកសញ្ញាដែលសញ្ញាចេញបង្ហាញមកឲ្យយើងមើលឃើញចន្លោះមិនឃើញហ្នឹងគឺយើងប្រើបញ្ជាជាមួយនឹង F8 ឬក៏ Control F8 ដើម្បីលាក់នៅចន្លោះមិនឃើញឬក៏បើកចន្លោះមិនឃើញវិញក៏យើងប្រើ Control F8 ដូចគ្នាវានឹងបង្ហាញឲ្យយើងមើលថាយើងបានប្រើចន្លោះមិនឃើញនៅត្រង់កន្លែងណាខ្លះ Control F8